ក្រសួងពាណិជ្ជកម្មសម្រាប់ដាក់ឲ្យដំណើរការនៅគម្រោងទំនើបកម្មសេវាសាធារណៈលើការងារចុះបញ្ជីពាណិជ្ជកម្មចំនួន3រួមមាន 1. ការធ្វើសាមញ្ញកម្មនៃការងារចុះបញ្ជីពាណិជ្ជកម្ម 2. ការធ្វើទំនើបកម្មការទូទាត់កម្រៃសេវាសាធារណៈ 3. ការលើកលែងការផាកពិន័យខកខានតម្កល់ប្រតិវេណប្រចាំឆ្នាំការធ្វើសាមញ្ញកម្មនៃការងារចុះបញ្ជីពាណិជ្ជកម្មក្រសួងពាណិជ្ជកម្មបានអនុម័តប្រកាសថ្មីស្តីពីការធ្វើសាមញ្ញកម្មនៃការងារចុះបញ្ជីពាណិជ្ជកម្មដែលជាជំហានដ៏សំខាន់ក្នុងការបង្កើតបរិយាកាសអាជីវកម្មឲ្យកាន់តែងាយស្រួលប្រសិទ្ធភាពខ្ពស់ក្នុងការសម្របសម្រួលនៅដំណើរការចុះបញ្ជីពាណិជ្ជកម្មលឿនរហ័សចំណេញពេលវេលាតាមរយៈការកាត់បន្ថយនីតិវិធីនិងឯកសារតម្រូវការងារកាត់បន្ថយឯកសារស្មុគស្មាញក្រសួងពាណិជ្ជកម្មបានដាក់ចេញឲ្យប្រើប្រាស់គំរូលក្ខន្តិកៈថ្មីកាលពីថ្ងៃទី10ខែមេសាឆ្នាំ2025ដែលសម្រួលដល់ការស្នើសុំចុះបញ្ជីកែប្រែរបស់ក្រុមហ៊ុនដោយតម្រូវឲ្យក្រុមហ៊ុនធ្វើការកែប្រែតែលើឧបសម្ព័ន្ធនៃលក្ខន្តិកៈប៉ុណ្ណោះការកាត់បន្ថយពេលវេលាក្នុងការចុះបញ្ជីបង្កើតសាខាក្រុមហ៊ុនក្នុងស្រុករាល់ការដាក់ពាក្យស្នើសុំចុះបញ្ជីបង្កើតសាខាក្រុមហ៊ុនក្នុងស្រុកនឹងត្រូវផ្លាស់ប្ដូរពីការចុះបញ្ជីដោយប្រើប្រាស់ក្រដាសស្នាមមកជាការចុះបញ្ជីតាមរយៈថ្នាលបច្ចេកវិទ្យាព័ត៌មានដែលក្រុមហ៊ុនពុំចាំបាច់មកដាក់ពាក្យដោយផ្ទាល់នៅក្រសួងពាណិជ្ជកម្មឡើយការបង្រួមនីតិវិធីលើការអនុម័តការងារចុះបញ្ជីពាណិជ្ជកម្មមុនកំណែទម្រង់រាល់ការស្នើសុំចុះបញ្ជីបង្កើតក្រុមហ៊ុនចុះបញ្ជីកែប្រែរំលាយនិងលុបឈ្មោះចេញពីបញ្ជីពាណិជ្ជកម្មត្រូវឆ្លងកាត់ការពិនិត្យពីនាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្មអគ្គនាយកដ្ឋានទទួលបន្ទុកនិងអនុម័តដោយថ្នាក់ដឹកនាំទទួលបន្ទុកនៃក្រសួងពាណិជ្ជកម្មក្រោយកំណែទម្រង់នីតិវិធីលើការស្នើសុំទាំងនេះត្រូវបានបង្រួមដោយឆ្លងកាត់តែមន្ត្រីជំនាញនៃការិយាល័យចុះបញ្ជីពាណិជ្ជកម្មនិងបញ្ជូនមកថ្នាក់ដឹកនាំនៃក្រសួងពាណិជ្ជកម្មដើម្បីអនុម័តតែម្ដងការផ្ដល់ជំរឿសថ្មីៗសម្រាប់នីតិវិធីយថាភូតលើឯកសារចុះបញ្ជីមុនកំណែទម្រង់ករណីម្ចាស់ហ៊ុនជានីតិបុគ្គលច្បាប់ចម្លងឯកសារគតិយុត្តត្រូវបញ្ជាក់ដោយសាការីឬអាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសសាមីក្រោយកំណែទម្រង់ក្រសួងពាណិជ្ជកម្មបានបន្ថែមជម្រើសលើការបញ្ជាក់រាល់ឯកសារទាំងនោះដោយសាការីនៃព្រះរាជាណាចក្រកម្ពុជាឬស្ថានទូតឬស្ថានកុងស៊ុលឬសភាពាណិជ្ជកម្មបរទេសដែលទទួលស្គាល់ដោយក្រសួងពាណិជ្ជកម្មប្រកាសសាមញ្ញកម្មនិងធ្វើទំនើបកម្មបន្ថែមលើការងារចុះបញ្ជីពាណិជ្ជកម្មរួមមានការធ្វើទំនើបកម្មលើអភិបាលកិច្ចក្រុមហ៊ុនដើម្បីធានាបាននូវដំណាភាពនិងអនុលោមភាពក្រុមហ៊ុនស្របតាមបទបញ្ញត្តិធរមានក្រសួងពាណិជ្ជកម្មនឹងដាក់ឲ្យមានលេខាធិការក្រុមហ៊ុនដែលក្រសួងនឹងរៀបចំវគ្គបណ្ដុះបណ្ដាលធ្វើការប្រឡងជ្រើសរើសលេខាធិការក្រុមហ៊ុនដែលមានគុណវុឌ្ឍិស្របតាមស្តង់ដារអន្តរជាតិដើម្បីជំរុញដល់ការផ្ដល់សេវាស្របតាមច្បាប់ប្រកបដោយវិជ្ជាជីវៈការត្រួតពិនិត្យសាវតារូបវន្តបុគ្គល Background Checkរាល់ការស្នើសុំចុះបញ្ជីពាណិជ្ជកម្មក្រសួងពាណិជ្ជកម្មនឹងដាក់ឲ្យដំណើរការនៅការត្រួតពិនិត្យសាវតារូបវន្តបុគ្គលតាមប្រព័ន្ធអនឡាញជំនួសឲ្យស្វ័យប្រកាសដោយសិទ្ធិចិត្តរបស់ម្ចាស់ហ៊ុនឬអភិបាលដែលប្រើប្រាស់ក្រដាសស្នាមការដាក់ឲ្យប្រើប្រាស់ verify.gov.kh ជំនួសការបញ្ជាក់នីតិានុកូលភាពឯកសារចុះបញ្ជីឯកសារចុះបញ្ជីដែលចេញដោយក្រសួងពាណិជ្ជកម្មមានដាក់ QR code ដែលអាចធ្វើការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមរយៈថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh និងអាចប្រើប្រាស់ជាផ្លូវការដោយមិនចាំបាច់បញ្ជាក់នីតិានុកូលភាពលើឯកសារថតចម្លងការទទួលស្គាល់ហត្ថលេខា Digital ក្នុងដំណើរការចុះបញ្ជីពាណិជ្ជកម្មក្រសួងពាណិជ្ជកម្មអនុញ្ញាតឲ្យម្ចាស់ហ៊ុនឬអភិបាលអាចប្រើប្រាស់ហត្ថលេខា Digital លើឯកសារស្នើសុំដែលដាក់មកក្រសួងពាណិជ្ជកម្មការដាក់ដំណើរការសេវាទទួលពាក្យបណ្ដឹងទប់ស្កាត់ការផ្ទេរភាគហ៊ុនក្រសួងពាណិជ្ជកម្មបានបន្ថែមនូវសេវាទទួលពាក្យបណ្ដឹងទប់ស្កាត់ការផ្ទេរភាគហ៊ុនដែលក្រសួងមានសិទ្ធិសម្រេចទប់ស្កាត់តាមរយៈការស្នើសុំរបស់ម្ចាស់ហ៊ុនណាមួយក្នុងករណីបណ្ដឹងមានមូលហេតុសមស្របការធ្វើទំនើបកម្មការទូទាត់កម្រៃសេវាសាធារណៈក្រសួងពាណិជ្ជកម្មសហការជាមួយធនាគារវឌ្ឍនៈអាស៊ីចម្កាត់ ABA Bank និងធនាគារ AC Lida ដើម្បីតភ្ជាប់ប្រព័ន្ធទូទាត់ប្រាក់តាមអនឡាញសម្រាប់សេវាពាណិជ្ជកម្មដូចជាការតម្កល់ប្រតិវេណប្រចាំឆ្នាំនិងការដាក់ពាក្យស្នើសុំអនុវត្តនៃការរក្សាការពារទៅក្នុង ABA Mini App និង AC Lida Mini App សេវាទាំងពីរនឹងដាក់ឲ្យដំណើរការនៅក្នុង Mini App របស់ធនាគារផ្សេងៗទៀតក្នុងពេលឆាប់ៗខាងមុខនេះការលើកលែងការផាកពិន័យខកខានតម្កល់ប្រតិវេណប្រចាំឆ្នាំយោងតាមប្រកាសអន្តរក្រសួងលេខ316 សហវប្រកចុះថ្ងៃទី12ខែឧសភាឆ្នាំ2021ស្តីពីការពិន័យជាប្រាក់ដែលស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួងពាណិជ្ជកម្មក្រុមហ៊ុនដែលមិនបានតម្កល់ប្រតិវេណប្រចាំឆ្នាំត្រូវបង់ពិន័យចំនួន2លានរៀលក្នុងមួយឆ្នាំជាក់ស្ដែងមានក្រុមហ៊ុនជាច្រើនមិនបានបំពេញកាតព្វកិច្ចតម្កល់ប្រតិវេណប្រចាំឆ្នាំហើយបានធ្វើសំណើមកក្រសួងពាណិជ្ជកម្មដើម្បីលើកលែងការផាកពិន័យ
ហេតុនេះក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងក្រសួងពាណិជ្ជកម្មបានឯកភាពជាគោលការណ៍អនុវត្តរាល់ការផាកពិន័យខកខានតម្កល់ប្រតិវេត្តប្រចាំឆ្នាំគិតត្រឹមតែមួយឆ្នាំចុងក្រោយក្រុមហ៊ុនដែលទទួលបានការលើកលែងត្រូវអនុលោមតាមលក្ខខណ្ឌមួយចំនួនដូចជាត្រូវបង់ពិន័យប្រតិវេត្តក្នុងរយៈពេល60ថ្ងៃនៃថ្ងៃធ្វើការបន្ទាប់ពីទទួលបានសេចក្តីជូនដំណឹងពីក្រសួងពាណិជ្ជកម្មនិងចូលរួមក្នុងការត្រួតពិនិត្យសាវតារូបវន្តបុគ្គលរបស់ម្ចាស់ហ៊ុនដើម្បីប្រយុទ្ធប្រឆាំងនឹងការលាងសម្អាតប្រាក់ក្នុងករណីក្រុមហ៊ុនមិនបានបង់ពិន័យប្រតិវេត្តទៅតាមកាលបរិច្ឆេទកំណត់និងលក្ខខណ្ឌតម្រូវនឹងត្រូវចាត់ទុកជាក្រុមហ៊ុនអកម្មទាំងនេះជាទំនើបកម្មសេវាសាធារណៈរបស់ក្រសួងពាណិជ្ជកម្មក្នុងការសម្របសម្រួលការងារចុះបញ្ជីពាណិជ្ជកម្មនិងការកសាងបរិយាកាសធុរកិច្ចឲ្យកាន់តែមានភាពប្រសើរឡើងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី7នៃរដ្ឋសភា